តោះបងប្អូនអរគ្នាទៅធ្វើទឹកគ្រឿងញ៉ាំជាមួយខ្ញុំទាំងអស់គ្នាណាបងប្អូនសម្រាប់គ្រួសារខ្ញុំគឺធ្វើបែបនេះងាយស្រួលទេបងប្អូនអើយដំបូងគេហ្នឹងគឺតែខ្ញុំតែងតែលីងខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសលីងឲ្យវារៀងខ្លឹមតិចហើយបណ្ដាក់លីងត្រប់ពញកដែរបងប្អូនត្រប់ពញកហ្នឹងគឺលីងឡើងក្រហមហើយឲ្យគ្រៀងក្រោយបន្តិចបានយកទៅបុកជាមួយនឹងខ្ទឹមក្រហមខ្ទឹមសហើយនឹងម្ទេសបន្តិចបន្ទាប់ពីបុកខ្ទឹមសខ្ទឹមក្រហមម្ទេសហើយនឹងត្រប់ពញកហើយគឺខ្ញុំដល់វគ្គបុកត្រីដែលបានបេះរួចហើយណាបងប្អូនបុកត្រីនឹងឲ្យម៉ត់ហើយគឺខ្ញុំបានយកទៅដាក់គ្រឿងហ្នឹងគឺដាក់ប៊ីចេង2ស្លាបព្រាតូចបងប្អូនចុងក្រោយគេគឺខ្ញុំយកទឹកប្រហុកជាមួយទឹកអំបិលទុំតែបានរំងាស់រួចហើយដាក់គ្រឿងជារួចសាច់ហ្នឹងគឺខ្ញុំយកមកលាយជាមួយនឹងត្រីបងប្អូនត្រីដែលបានបុកហើយហ្នឹងណាទឹកគ្រឿងខ្ញុំថ្ងៃនេះគឺបានធ្វើរួចហើយណាបងប្អូនដូចខ្ញុំនិយាយពីដើមវីដេអូចឹងគឺធ្វើបែបនេះងាយស្រួលតបងប្អូនអរគ្នាទៅញ៉ាំជាមួយខ្ញុំបងប្អូនអរគ្នាឃើញខ្ញុំញ៉ាំនេះនៅម៉ោងប្រហែលដែរបើសិនជាឃើញខ្ញុំត្រូវអីកុំប្រកាន់អីណាបងប្អូនវីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនជំរាបលាណាបងប្អូនអរគ្នាសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់